bạn xong chỉ về số vì tổ nick nhau nó phải hand pk clear account receivable ឬក៏ AR នៅលើ system បាទអញ្ចឹងកុំឲ្យខាតពេលវាយូរខ្ញុំសុំចូលទៅលើ system មួយអញ្ចឹងបន្ទាប់ពីយើងចូលមកដល់ system ហើយដើម្បី clear account AR បានឬក៏ account receivable យើងចូលកន្លែង account transaction ដែលយើងយកពាក្យ clear account receivable បាទយើងចុចកន្លែងនេះមកនេះសិតសឹងតែជា AR ដែលអតិជនជាពាក់របស់យើងទាំងអស់ណាបាទគឺនៅក្នុងនេះទាំងអស់បាទប៉ុន្តែយើងអាចធ្វើការ filter ទៅលើអតិជនណាដែលជាពាក់យើងចាក់ស្ដែងបានយើង filter មកយើងចង់ clear ទៅលើអតិជនម្នាក់នេះយើងអាច filter បានបាទយើង filter អញ្ចឹងចាំមើលថាគាត់ជាពាក់យើង3បងឥឡូវគាត់ចង់ clear បងមួយណាclear បងមួយណាយើងផ្ទៀងផ្ទាត់ហើយយើងចុច clear ចាក់ស្ដែងឥឡូវខ្ញុំថាគាត់ clear បង0710នេះចុះអញ្ចឹងយើងដើម្បី clear បងមួយនេះយើង take កន្លែងនេះមួយអានេះវាយទឹកប្រាក់ដែលគាត់ clear ចាក់ស្ដែងឥឡូវខ្ញុំថាគាត់ clear ឲ្យយើង100អញ្ចឹងយើងវាយ100ចូលនៅក្នុងឯណាបាទនៅក្នុងឯណាចាក់ស្ដែងហ្នឹងទៅហើយនេះគឺយើងរើសគាត់បងប្រាក់តាមរយៈគេជាសាច់ប្រាក់ជាលុយ FA ឬក៏ជាលុយ AC ឥឡូវខ្ញុំថាគាត់ឲ្យជាសាច់ប្រាក់អញ្ចឹងនៅពេលដែលយើងមើលព័ត៌មានហើយយើងចុចអាសាទៅមានថាលុយនេះAR បង0710ហ្នឹងនឹង clear គាត់ជាពាក់100ហើយនឹងបងប្រាក់តាមរយៈសាច់ប្រាក់ចាក់ស្ដែងទៅបាទអញ្ចឹងខ្ញុំពេញព័ត៌មានហើយយើងចុចអាសាទុកបាទហើយយើងចូលមកមើលកំណត់ទៀតថា AR របស់គាត់នៅសល់មែនវាថានេះអញ្ចឹងវាថាបង0710នេះគាត់នៅសល់តែ11រៀលទេអញ្ចឹងណាបាទអញ្ចឹងរបៀបclear AR គឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ